មកតាមសំណុំពរហើយណាបងប្អូនជាច្រើនបានសូមឲ្យខ្ញុំធ្វើវីដេអូបង្ហាញពីការធ្វើនំចក្រច័ន្ទនេះមកម្ដងនេះរៀងប្លែកបន្តិចមកសួរសំណួរបងប្អូនតែម្ដងនៅពេលដែលឃើញរូបរាងនំរបស់ខ្ញុំហើយមានគិតថានំរបស់ខ្ញុំស្រស់ស្អាតអត់យើងឃើញថាពណ៌សម្បុរនិងរូបរាងគឺស្រស់ស្អាតមែនទែនក៏ប៉ុន្តែបាននិយាយពីរសជាតិវិញក៏មិនណយដែរណាមកមើលពីសាច់នំគឺរលើបរលោងទន់ល្មើយតែម្ដងបាននិយាយពីរសជាតិវិញឈ្ងុយដូងខ្លាំងមែនទែនហើយនំនេះណាក៏មិនសូវជាមានរសជាតិផ្អែមខ្លាំងទេបងប្អូនគឺផ្អែមមកល្មមឆ្ងាញ់បើយើងបានហូបហើយគឺចង់ហូបទៀតក៏ប៉ុន្តែមិនត្រូវធ្វើតាមចិត្តចង់ទេណាកុំឲ្យចិត្តស្ករច្រើននៅក្នុងខ្លួនពេកសម្រាប់នំចក្រច័ន្ទចម្រុះពណ៌មួយមុខនេះខ្ញុំមិនដឹងថាដាក់ឈ្មោះអីទេណាបងប្អូនខ្លះគាត់ថានំចក្រច័ន្ទឥន្ទ្រនូខ្លះគាត់ថានំចក្រច័ន្ទចម្រុះពណ៌អញ្ចឹងបងប្អូនលេខលោកទៅតាមនឹងទៅណាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំដាក់ឲ្យងាយស្រួលហៅទេណាគឺនំចក្រច័ន្ទឥន្ទ្រនូតោះយើងកំចាំយូរណោះទៅមើលពីគ្រឿងផ្សំនិងវិធីធ្វើយ៉ាងណាឲ្យនំរបស់យើងមានរូបរាងស្រស់ស្អាតហើយរសជាតិឆ្ងាញ់ទៀតតែមុននឹងបង្ហាញណាសូមឲ្យបងប្អូនចុច like share follow page ដាយ៉ាមួយផងយើងឃើញថានំនេះគឺមាន4ពណ៌ដែលខ្ញុំបង្ហាញមុនគេគឺផ្នែកពណ៌សឥឡូវយើងទៅមើលទាំងអស់គ្នាសម្រាប់ម្សៅដែលយើងយកមកលាយមានតែ2មុខទេមានម្សៅអង្ករខ្សាយនិងម្សៅឆាសម្រាប់ម្សៅអង្ករខ្សាយគឺខ្ញុំប្រើម៉ាកនេះហើយនិងម្សៅឆាម៉ាកនេះណាក៏ប៉ុន្តែបងប្អូនមានម៉ាកអីប្រើម៉ាកហ្នឹងទៅហើយសម្រាប់ខ្ទិះដូងខ្ញុំប្រើម៉ាកនេះវាល្អក៏ប៉ុន្តែបងប្អូនមានម៉ាកអីដាក់ម៉ាកហ្នឹងទៅតោះយើងទៅលាយទាំងអស់គ្នាដំបូងគឺខ្ញុំមានម្សៅឆាចំនួន200ក្រាមនិងម្សៅអង្ករខ្សាយចំនួន150ក្រាមស្ករសដាក់250ក្រាមនិងអំបិលកន្លះស្លាបព្រាកាហ្វេនិងមានខ្ទិះដូងចំនួន800មីលីលីត្រយើងចាក់ខ្ទិះដូងពាក់កណ្ដាលសិនទៅណាយើងកូរឲ្យរាងសក់បន្តិចហើយចាំយើងចាក់ខ្ទិះដូងទាំងអស់ចូលបន្ទាប់ពីយើងកូរវាឲ្យសព្វហើយយើងយកវាមកច្រោះជាមួយនឹងកញ្ច្រែងដែលមានកាឡាល្អិតធ្វើអញ្ចឹងធានាថាម្សៅរបស់យើងឲ្យមានកដុំៗទេឃើញហើយថាម្សៅរបស់យើងម៉ត់ល្អមែនតើឥឡូវយើងទៅលាយពណ៌ទី2គឺពណ៌ស្លឹកតើយដោយសារយើងមានទឹកតើយ200មីលីលីត្រអញ្ចឹងហើយខ្ញុំប្រើខ្ទិះដូងតែ600មីលីលីត្រទេការលាយទី2នេះគឺមិនខុសពីទី1ទេខ្ញុំមានម្សៅឆាចំនួន200ក្រាមនិងម្សៅអង្ករខ្សាយចំនួន150ក្រាមអំបិលកន្លះស្លាបព្រាកាហ្វេស្ករស250ក្រាមយើងចាក់ទឹកតើយចូលទៅកូរឲ្យសព្វរួចហើយយើងចាក់ខ្ទិះដូងចូលយើងកូរវាឲ្យសព្វចូលគ្នាហើយយើងឃើញថាពណ៌របស់វាអត់សូវស្រស់ស្អាតទេបងប្អូនអញ្ចឹងយើងថែមល័ក្តតើយបន្តិចទៅបើសិនជាបងប្អូនអត់មានល័ក្តតើយក៏អត់ជាបញ្ហាដែរណាគ្រាន់តែខ្ញុំដាក់យកពណ៌ដើម្បីឲ្យវាស្រស់ស្អាតតែប៉ុណ្ណោះយើងបានល័ក្តតើយហើយកូរវាឲ្យសព្វទៅធ្វើដូចរាល់ដងអញ្ចឹងខ្ញុំយកម្សៅនឹងមកច្រោះដើម្បីធានាថាម្សៅរបស់យើងវាអត់កកដុំយើងធ្វើបានពីពណ៌ហើយមិនអញ្ចឹងណោះសម្រាប់ពណ៌ទី3នេះគឺពណ៌ដំឡូងស្វាយដំឡូងនេះខ្ញុំបានចំហុយរួចហើយណាហើយខ្ញុំអត់បានធ្វើវីដេអូបង្ហាញទេដោយសារខ្ញុំបង្ហាញច្រើនដងហើយយកសមកសង្កត់លើដំឡូងដែលបានចំហុយរួចឲ្យរាងម៉ត់បន្តិចហើយយកមកដាក់ក្នុងចានធំមួយសម្រាប់ដំឡូងចំហុយនេះគឺខ្ញុំមាន150ក្រាមបន្ទាប់មកយើងដាក់ម្សៅឆា200ក្រាមស្ករស250ក្រាមអំបិលកន្លះស្លាបព្រាកាហ្វេរួចហើយយើងចាក់ខ្ទិះដូងចំនួន800មីលីលីត្រអត់ខុសពីមុនទេណាគឺយើងប្រើបរិមាណដូចគ្នាដោយសារដំឡូងយើងកិនអត់សូវម៉ត់ល្អអញ្ចឹងហើយបានជាខ្ញុំប្រើម៉ាស៊ីនជំនួយបើសិនជាបងប្អូនអត់មានម៉ាស៊ីនទេយើងគ្រាន់តែវាយវាឲ្យរាងធ្ងន់ដៃបន្តិចទៅជាការស្រេចថែមម្សៅខ្សាយចំនួន2ស្លាបព្រាបាយផងដោយសារខ្ញុំភ្លេចដាក់ពីដំបូងរួចហើយយើងកិនវាបន្តទៀតទៅធ្វើដូចរាល់ដងអញ្ចឹងណាយើងយកវាមកច្រោះដើម្បីឲ្យម្សៅយើងម៉ត់ល្អជួយរាប់មើលបងប្អូនបានប្រមាណពណ៌ហើយយើងបាន3ពណ៌ហើយមិនអញ្ចឹងណោះឥឡូវយើងទៅធ្វើពណ៌ទី4វិញម្ដងណោះគឺពណ៌សណ្តែកបាយសម្រាប់សណ្តែកបាយដែលខ្ញុំយកមកលាយនេះគឺស្ងោរចិនហើយចំនួនវា150ក្រាមយើងយកមកដាក់ក្នុងចានធំមួយមករួចហើយយើងដាក់ម្សៅឆាចំនួន200ក្រាមស្ករស250ក្រាមអំបិលកន្លះស្លាបព្រាកាហ្វេនិងម្សៅអង្ករខ្សាយចំនួន2ស្លាបព្រាបាយចាក់ខ្ទិះដូង800មីលីលីត្រចូលទៅរួចហើយយើងយកម៉ាស៊ីនកិនវាម៉ត់កិនយ៉ាងណាក៏យើងមិនត្រូវទុកចិត្តមេឃទុកចិត្តផ្កាយដែរណាយើងត្រូវតែយកវាមកច្រោះដើម្បីឲ្យម្សៅរបស់យើងម៉ត់ល្អយើងធ្វើបានគ្រប់ពណ៌ហើយមិនអញ្ចឹងណោះគឺយើងមានពណ៌សពណ៌បៃតងដែលមានរសជាតិស្លឹកតើយពណ៌ដំឡូងស្វាយហើយនិងពណ៌សណ្តែកបាយឃើញហើយយ៉ាងម៉េចដែរពណ៌ទាំងអស់ហ្នឹងស្រស់ស្អាតអត់បងប្អូនសម្រាប់នំនេះគឺខ្ញុំប្រើខ្ទិះដូងសុទ្ធតែម្ដងដោយសារខ្ញុំចង់បាននំចេញមករលោងស្អាតហើយសាច់នំរបស់វាទន់ល្អបើសិនជាបងប្អូនអត់សូវមានខ្ទិះដូងច្រើនទេយើងអាចលាយទឹកខ្លះក៏បានក៏ប៉ុន្តែធ្វើយ៉ាងណាឲ្យខ្ទិះដូងយើងច្រើនជាងទឹកតែលាយយ៉ាងណាឲ្យត្រូវនឹងបរិមាណ800មីលីលីត្រដោយដែលខ្ញុំបានបង្ហាញពីការលាយជាមួយនឹងទឹកស្លឹកតើយអញ្ចឹងរួចរាល់ហើយយើងត្រៀមទៅចំហុយម្ដងណោះដាក់ទឹកចូលទៅក្នុងឡាំងសឹងដាំលើចង្ក្រានចោលទៅចាក់ប្រេងចូលទៅក្នុងពុម្ពនំលាបវាឲ្យសព្វហើយយើងយកវាទៅដាក់ក្នុងឆ្នាំងចំហុយធ្វើអញ្ចឹងណាបាននំរបស់យើងវាអត់ជាប់សម្រាប់គម្របឆ្នាំងណាយើងត្រូវតែយកកន្សែងស្អាតមួយចងដោយដែលខ្ញុំបានបង្ហាញអញ្ចឹងទៅធ្វើរបៀបនេះណាបានទឹកវាអត់ស្រក់ចូលនំរបស់យើងដាក់ពុម្ពនំកម្ដៅនៅក្នុងឆ្នាំងប្រហែលជា5នាទីសិនមុននឹងយើងយកម្សៅមកចាក់ចូលបន្ទាប់ទី1នេះគឺខ្ញុំចាក់ពណ៌បៃតងស្លឹកតើយបងប្អូនចង់ដាក់ពណ៌អីមុនក៏បានដែរណាសម្រាប់ខ្ញុំអត់អាចកំណត់ថាប្រមាណនាទីចិនទេទៅលើម្សៅរបស់យើងចាក់ស្ដើងឬក៏ក្រាស់បើគម្របយកចង្អុលដៃទៅប៉ះលើនំបើយើងឃើញថាអត់ជាប់ទេមានន័យថានំយើងចិនហើយយើងចាក់បន្ទាប់បន្តទៀតបន្ទាប់ទី2នេះខ្ញុំចាក់រសជាតិសណ្តែកបាយដោយដែលខ្ញុំបានប្រាប់ចឹងណាយើងចាក់ពណ៌អីមុនក៏បានដែរតាមការចង់បានរបស់យើង
មុននឹងយើងចាក់មកស្ទាប់យើងមើលសិនថាតើនំរបស់យើងស្ទាប់មុនហ្នឹងគឺឆ្អិននៅបើសិនជាអត់ទាន់ឆ្អិនទេយើងត្រូវតែដាក់ឲ្យឆ្អិនសិនបើមិនអញ្ចឹងទេគឺវាលាយវល់ចូលគ្នាតែម្ដងសម្រាប់ខ្ញុំការរៀបចំធ្វើនំដូចជាមិនពិបាកប៉ុន្មានទេតែយើងចំណាយពេលយូរក្នុងការចំហុយដោយសារយើងរងចាំឲ្យវាឆ្អិនមកស្ទាប់ម្ដងមួយស្ទាប់ម្ដងមុននឹងយើងចាក់ស្ទាប់បន្តទៀតឥឡូវនេះបានឆ្អិនរួចរាល់ហើយណាបងប្អូនមកមើលនំរបស់យើងមើលរលើបរលោងស្អាតអត់នេះនំដែលយើងបានលើកចេញពីឆ្នាំងហើយយើងអត់ធ្វើអីភ្លាមទេណាយើងត្រូវតែទុកវាឲ្យត្រជាក់សិនឥឡូវនេះយើងយកផ្លាស្ទិករុំលើជ្រុញ2 3ជាន់ទៅត្រៀមសម្រាប់កាត់នំដើម្បីកុំឲ្យវាជាប់មិនដឹងមានបងប្អូនណាដូចខ្ញុំអត់ទេមកសរសើរខ្លួនឯងថាធ្វើនំម្ដងនេះនំមានពណ៌សម្រស់ស្រស់ឆើតឆាយល្អមែនតើមិនត្រឹមតែមានពណ៌រលើបរលោងសាច់ទន់ល្មើយទេណាថែមទាំងមានរសជាតិឆ្ងាញ់ហើយក្លិនឈ្ងុយដូងទៀតណអង្គុយអួតសរសើរខ្លួនឯងមួយថ្ងៃហើយក៏ប៉ុន្តែមិនដឹងថាបងប្អូនមើលឃើញដូចខ្ញុំអត់ទេណាសម្រាប់នំដែលខ្ញុំបានធ្វើនេះរៀងច្រើនបន្តិចដោយសារខ្ញុំធ្វើត្រៀមយកទៅវត្តបើសិនជាបងប្អូនមានគ្នាតិចគ្រាន់តែយើងបន្ថយរូបមន្តដែលខ្ញុំបានធ្វើនេះពាក់កណ្ដាលទៅឬមួយក៏យើងវាល់ទៅតាមតម្រូវការដែលយើងចង់បានទៅជាការស្រេចក៏ប៉ុន្តែនំដែលខ្ញុំបានធ្វើនេះគឺខ្ញុំចាក់បាន4ថាសតោះឥឡូវយើងទៅកាត់នំម្ដងតែមុននឹងកាត់យើងត្រូវតែយកផ្លាស្ទិករុំលើកាំបិតបើសិនជាយើងអត់បានរុំទេពេលដែលយើងយកកាំបិតទៅកាត់ណាគឺវាស្អិតតេតតាក់ជាប់នឹងកាំបិតខ្លាំងមែនតើមិនដូចដែលយើងបានរុំទេណាឥឡូវបងប្អូនឃើញនៅថានំដែលខ្ញុំបានកាត់ហ្នឹងគឺវាអត់ជាប់កាំបិតទេណាហើយយើងងាយស្រួលក្នុងការកាត់ទៀតតែអ្វីដែលខ្ញុំស្ដាយគឺខ្ញុំកាត់អត់សូវត្រង់ទេបងប្អូនគ្រាន់តែថាយើងបាននំពណ៌ស្រស់ស្អាតហើយរសជាតិឆ្ងាញ់តែប៉ុណ្ណោះដូចឃើញអញ្ចឹងណាសាច់នំឡើងទន់ល្មើយយើងបត់បែនទាញលេចទាញកើតបានតាមចិត្តឃើញសាច់នំអញ្ចឹងតិចច្រឡំថាស្វិតហូបអត់កើតមិនមែនទេណាបងប្អូនគឺសាច់វាទន់ល្អហូបទៅរសជាតិឆ្ងាញ់មែនទែនឲ្យតែយើងលាយរូបមន្តដូចដែលខ្ញុំបានបង្ហាញគឺអត់ខុសទេខ្ញុំមិនដឹងថាអ្នកណាខ្លះដូចខ្ញុំអត់ទេមើលវីដេអូគេឃើញគេធ្វើនំស្អាតល្អយើងខំធ្វើតាមគេដូចដែលគេបានបង្ហាញរូបមន្តអញ្ចឹងតែលទ្ធផលដែលយើងធ្វើមកណាគឺអត់មានដូចគេទាល់តែសោះមិនដឹងថាតើគេប្រាប់រូបមន្តពិតប្រាកដឬអត់សម្រាប់ខ្ញុំមិនថាម្ហូបមហាបង្អែមឬក៏នំនែកអីទេនៅពេលដែលខ្ញុំបង្ហាញបងប្អូនគឺប្រាប់រូបមន្តដូចដែលខ្ញុំបានធ្វើអញ្ចឹងឥឡូវតែរៀបរាប់រឿងផ្សេងភ្លេចមកមើលនំរបស់យើងមើលបងប្អូនខ្ញុំកាត់នំដូចជាមិនសូវស្អាតទេនំនេះណាគឺខ្ញុំត្រៀមយកទៅវត្តអញ្ចឹងហើយបានជាខ្ញុំដាក់នៅលើកន្ទោងអញ្ចឹងដោយបងប្អូនធ្លាប់មើលវីដេអូខ្ញុំមុនហើយខ្ញុំចូលចិត្តខាង decoration ជួនកាលខាតពេលដោយសារតែរឿងអញ្ចឹងក៏ប៉ុន្តែមិនដឹងយ៉ាងម៉េចចូលចិត្តតែធ្វើអ្វីថ្មីប្លែកជួនកាលក៏ធ្វើតាមបេះដូងខ្លួនឯងខ្លះទៅដោយដែលបងប្អូនបានឃើញអញ្ចឹងនំចម្រុះពណ៌ស្អាតនេះគឺពណ៌ធម្មជាតិទាំងអស់ខ្ញុំដាក់តែលាក់តយបន្តិចទេណាដោយសារទឹកតយរបស់យើងពណ៌បៃតងមិនសូវស្រស់ឥឡូវនេះនំច័ក្កច័នឥន្ទនូយើងបានធ្វើរួចរាល់ហើយបើសិនជាបងប្អូនមើលទៅចាប់អារម្មណ៍ធ្វើទៅល្អកុំភ្លេច share បន្តឲ្យបងប្អូនយើងដទៃធ្វើតាមផងណោះចង់ដឹងថានំនឹងឆ្ងាញ់ឬមិនឆ្ងាញ់ល្អមិនល្អណាតាំងពីវិធីធ្វើឲ្យកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណោះអរគុណបងប្អូនចំពោះការតាមដានវីដេអូនេះ